តើអ្នកធ្លាប់មានអារម្មណ៍ថាខិតខំអស់ពីសមត្ថភាពប៉ុន្តែលទ្ធផលមិនទាន់មកដល់ដែរឬទេតើអ្នកធ្លាប់ចង់បោះបង់ព្រោះមានអារម្មណ៍ថាជីវិតមិនយុត្តិធម៌ជាមួយខ្លួនឯងដែរឬទេបើចម្លើយគឺបាទឬចានោះវីដេអូនេះគឺសម្រាប់អ្នកថ្ងៃនេះយើងនឹងនិយាយអំពីអត់ធ្មត់មិនមែនជាការរងចាំដោយមិនធ្វើអ្វីនោះទេអត់ធ្មត់គឺជាការបន្តដើរទៅមុខទោះបីជាលទ្ធផលមិនទាន់ឃើញក៏ដោយមនុស្សជាច្រើនបរាជ័យមិនមែនព្រោះគ្មានសមត្ថភាពទេប៉ុន្តែព្រោះពួកគេបោះបង់លឿនពេកអត់ធ្មត់គឺជាធម៌ពលជីវិតប្រៀបដូចជាការដាំដើមឈើអ្នកដាំគ្រាប់ពូជថ្ងៃនេះមិនអាចទាមទារផ្លែឈើនៅថ្ងៃស្អែកបានទេអ្នកត្រូវស្រោចទឹកអ្នកត្រូវថែទាំអ្នកត្រូវរងចាំជីវិតក៏ដូចគ្នាការរៀនការរកស៊ីការបង្កើតអាជីវកម្មការកសាងគ្រួសារការបង្កើតឈ្មោះគ្មានអ្វីកើតឡើងភ្លាមៗទេអ្នកដែលអាចរងចាំបានគឺជាអ្នកដែលនឹងឈ្នះនៅទីបញ្ចប់ហេតុអ្វីមនុស្សភាគច្រើនបោះបង់ព្រោះពួកគេចង់បានលទ្ធផលលឿនពេកយើងរស់នៅក្នុងសម័យដែលអ្វីស្ទើរតែភ្លាមចុចមួយដងអាហារមកដល់ចុចមួយដងវីដេអូបើកចុចមួយដងទំនាក់ទំនងបានប៉ុន្តែភាពជោគជ័យមិនអាចចុចមួយដងហើយបាននោះទេវាត្រូវការពេលត្រូវការកំហុសត្រូវការកែប្រែត្រូវការភាពអត់ធ្មត់ឧទាហរណ៍នៃដើមឫស្សីមានដើមឫស្សីមួយប្រភេទដែលក្នុងរយៈពេលជាច្រើនឆ្នាំដំបូងវាស្ទើរតែមិនលូតពីដីឡើយមនុស្សមើលទៅគិតថាវាមិនរីកចម្រើនប៉ុន្តែការពិតវាកំពុងបង្កើតឫសដ៏រឹងមាំនៅក្រោមដីនៅពេលឫសរឹងគ្រប់គ្រាន់វានឹងលូតឡើងយ៉ាងលឿនមនុស្សក៏ដូចគ្នាពេលខ្លះអ្នកគិតថាខ្លួនឯងមិនរីកចម្រើនប៉ុន្តែប្រហែលជាអ្នកកំពុងកសាងមូលដ្ឋានដែលគ្មាននរណាមើលឃើញកុំប្រៀបធៀបជីវិតអ្នកជាមួយអ្នកដទៃមនុស្សម្នាក់មាននាឡិកាជីវិតខុសគ្នាអ្នកខ្លះជោគជ័យនៅអាយុ20ឆ្នាំអ្នកខ្លះនៅអាយុ40ឆ្នាំអ្នកខ្លះចាប់ផ្ដើមអាជីវកម្ម5ដងទើបជោគជ័យលើកទី6កុំអស់សង្ឃឹមព្រោះអ្នកផ្សេងទៅមុខលឿនជាងអ្នកដើរតាមល្បឿនរបស់ខ្លួនឯងប៉ុន្តែកុំឈប់ដើរអត់ធ្មត់មិនមែនមានន័យថាទ្រាំគ្រប់យ៉ាងភាពអត់ធ្មត់មិនមែនជាការទទួលយកអ្វីដោយគ្មានការគិតនោះទេវាមានន័យថាអ្នកដឹងថាអ្វីគួររងចាំនិងអ្វីគួរផ្លាស់ប្ដូរបើផ្លូវខុសត្រូវកែទិសដៅបើវិធីមិនដំណើរការត្រូវកែវិធីប៉ុន្តែកុំបោះបង់គោលដៅការអត់ធ្មត់ក្នុងការអភិវឌ្ឍខ្លួនការអានមួយក្បាលមិនធ្វើឲ្យអ្នកប្រាជ្ញភ្លាមទេការហាត់ប្រាណមួយថ្ងៃមិនធ្វើឲ្យរាងកាយរឹងមាំភ្លាមទេការសន្សំប្រាក់មួយខែមិនធ្វើឲ្យអ្នកមានភ្លាមទេប៉ុន្តែការធ្វើវាជាប្រចាំនឹងផ្លាស់ប្ដូរជីវិតអ្នកពេលគ្មានអ្នកជឿលើអ្នកមានពេលខ្លះអ្នកត្រូវដើរតែម្នាក់ឯងមនុស្សខ្លះនឹងសើចចំអកខ្លះនឹងនិយាយថាអ្នកមិនអាចធ្វើបានទេប៉ុន្តែចូលចងចាំសំឡេងរបស់អ្នកដទៃមិនអាចកំណត់អនាគតរបស់អ្នកបានឡើយអ្វីដែលសំខាន់គឺការមិនបោះបង់លើខ្លួនឯងផ្លែផ្កានៃការអត់ធ្មត់មនុស្សដែលអាចអត់ធ្មត់បានរៀនបានច្រើនជាងអ្នកដែលប្រញាប់ពួកគេចេះទប់អារម្មណ៍ចេះរៀនពីកំហុសចេះរងចាំឱកាសនៅពេលឱកាសមកដល់ពួកគេបានត្រៀមខ្លួនរួចជាស្រេចប្រសិនបើថ្ងៃនេះអ្នកមានអារម្មណ៍ថាជីវិតដើរយឺតពេកសូមកុំអស់សង្ឃឹមកុំវាស់តម្លៃខ្លួនឯងដោយល្បឿនរបស់អ្នកដទៃបន្តរៀនបន្តខិតខំបន្តធ្វើល្អបន្តអត់ធ្មត់ថ្ងៃមួយអ្នកនឹងក្រឡេកមើលក្រោយហើយដឹងថារាល់ការរងចាំនិងការខិតខំរបស់អ្នកមិនបានខ្ជះខ្ជាយឡើយសូមចងចាំប្រយោគមួយនេះភាពអត់ធ្មត់មិនធ្វើឲ្យអ្នកខ្សោយទេវាធ្វើឲ្យអ្នករឹងមាំគ្រប់គ្រាន់ដើម្បីទទួលបានអ្វីដែលអ្នកសមនឹងទទួលមនុស្សភាគច្រើនចាប់ផ្ដើមការងារជាមួយក្តីសង្ឃឹមពួកគេស្រមៃថាបើខំធ្វើការមួយរយៈនឹងទទួលបានប្រាក់ខែខ្ពស់តំណែងល្អនិងការគោរពពីមនុស្សជុំវិញខ្លួនប៉ុន្តែនៅពេលជួបការលំបាកពួកគេជាច្រើនចាប់ផ្ដើមសង្ស័យលើសមត្ថភាពរបស់ខ្លួនហើយអ្នកខ្លះសម្រេចចិត្តបោះបង់ការពិតគឺគ្មានការងារណាមួយដែលងាយស្រួលតាំងពីថ្ងៃដំបូងនោះទេបុគ្គលិកថ្មីម្នាក់ចូលធ្វើការនៅក្រុមហ៊ុនមួយគាត់មិនទាន់ស្គាល់ប្រព័ន្ធការងារមិនទាន់ស្គាល់មិត្តរួមការងារហើយក៏មិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ដែរជារៀងរាល់ថ្ងៃគាត់ធ្វើខុសត្រូវគ្រូបង្វឹកណែនាំត្រូវមេដឹកនាំកែតម្រូវហើយពេលខ្លះក៏ត្រូវស្ដីបន្ទោសផងដែរ
បើគាត់គិតថាខ្ញុំគ្មានសមត្ថភាពហើយឈប់ការងារភ្លាមនោះគាត់នឹងមិនដែលដឹងទេថាខ្លួនអាចក្លាយជាបុគ្គលិកឆ្នើមម្នាក់នៅថ្ងៃក្រោយតែបើគាត់អត់ធ្មត់រៀនពីកំហុសសួរអ្នកដែលមានបទពិសោធន៍និងខិតខំកែលម្អខ្លួនឯងរាល់ថ្ងៃនោះមួយឆ្នាំក្រោយគាត់នឹងធ្វើការបានយ៉ាងជំនាញហើយអាចក្លាយជាមនុស្សដែលបង្រៀនអ្នកថ្មីវិញនេះហើយជាអំណាចនៃភាពអត់ធ្មត់មនុស្សជាច្រើនមើលឃើញតែជោគជ័យរបស់អ្នកដទៃប៉ុន្តែមិនបានឃើញរាប់ឆ្នាំនៃការតស៊ូការអត់ធ្មត់និងការខិតខំដែលពួកគេបានឆ្លងកាត់នោះទេមានអ្នកខ្លះធ្វើការអស់រយៈពេល5ឆ្នាំទើបទទួលបានការដំឡើងតំណែងអ្នកខ្លះចំណាយពេល10ឆ្នាំទើបអាចបើកអាជីវកម្មផ្ទាល់ខ្លួនបានហើយអ្នកខ្លះទៀតបរាជ័យជាច្រើនលើកមុននឹងរកឃើញផ្លូវដែលសមនឹងខ្លួនឯងបើអ្នកមើលតែលទ្ធផលចុងក្រោយអ្នកអាចគិតថាពួកគេសំណាងប៉ុន្តែបើអ្នកបានឃើញដំណើរដែលពួកគេបានដើរអ្នកនឹងយល់ថាភាពជោគជ័យគឺជារង្វាន់សម្រាប់មនុស្សដែលមិនព្រមបោះបង់នៅកន្លែងធ្វើការអ្នកអាចជួបមនុស្សដែលមិនយល់ពីអ្នកអាចជួបមិត្តរួមការងារដែលប្រកួតប្រជែងមេដឹកនាំដែលតឹងរឹងឬអតិថិជនដែលពិបាកបំពេញចិត្តប៉ុន្តែសូមចាំថាការឆ្លើយតបដោយកំហឹងមិនធ្វើឲ្យបញ្ហាបាត់ទៅទេផ្ទុយទៅវិញការអត់ធ្មត់និងការរកដំណោះស្រាយដោយស្ងប់ស្ងាត់នឹងធ្វើឲ្យអ្នកក្លាយជាមនុស្សដែលគេជឿទុកចិត្តមនុស្សដែលរីកចម្រើនក្នុងអាជីពមិនមែនជាមនុស្សដែលមិនធ្លាប់ធ្វើខុសទេពួកគេគឺជាមនុស្សដែលធ្វើខុសហើយរៀនពីកំហុសនោះសូមសួរខ្លួនឯងថាតើខ្ញុំកំពុងរត់គេចពីបញ្ហាឬកំពុងរៀនដោះស្រាយវាតើខ្ញុំចង់បានលទ្ធផលលឿនពេកឬតើខ្ញុំបានផ្ដល់ពេលវេលាឲ្យខ្លួនឯងគ្រប់គ្រាន់ហើយឬនៅសំណួរទាំងនេះអាចជួយឲ្យអ្នកដឹងថាបញ្ហាមិនមែនស្ថិតនៅក្នុងការងារទេប៉ុន្តែស្ថិតនៅក្នុងការអត់ធ្មត់របស់យើងសូមចងចាំថាមិនថាអ្នកជាបុគ្គលិកអ្នកដឹកនាំឬម្ចាស់អាជីវកម្មក៏ដោយការរីកចម្រើនតែងតែត្រូវការពេលវេលាកុំអៀនក្នុងការចាប់ផ្ដើមពីចំណុចតូចៗកុំខ្មាស់ក្នុងការសួរកុំខ្លាចក្នុងការធ្វើខុសព្រោះមនុស្សដែលមិនធ្វើអ្វីសោះទើបជាមនុស្សដែលមិនធ្វើខុសចូលធ្វើការងាររបស់អ្នកដោយភាពស្មោះត្រង់រៀនជានិច្ចកែលម្អខ្លួនឯងរាល់ថ្ងៃហើយរក្សាភាពអត់ធ្មត់ជាគ្រឹះថ្ងៃណាមួយអ្នកនឹងមើលទៅក្រោយហើយដឹងថារាល់ថ្ងៃដែលអ្នកមិនបានបោះបង់គឺជាជំហានដែលនាំអ្នកមកដល់ភាពជោគជ័យនៅថ្ងៃនេះសូមចងចាំភាពអត់ធ្មត់ក្នុងការងារមិនមែនជាការរងចាំឱកាសនោះទេប៉ុន្តែជាការបន្តបង្កើតសមត្ថភាពរបស់ខ្លួនឯងរហូតដល់ឱកាសមកដល់